សូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះហងស៊ីធួថ្ងៃនេះដែរនាងខ្ញុំមានវីដេអូមួយដែលលើកយកនៅការប្រើប្រាស់នៅ tool មួយចំនួនដែលមាននៅក្នុង insert tab នៅក្នុងកម្មវិធី Google Doc ចាអញ្ចឹងដើម្បីដឹងថាតើនៅក្នុង insert tab មាន tool អ្វីខ្លះហើយវាមានមុខងារដូចម្តេចខ្លះចឹងសូមលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាតាមដាននៅវីដេអូនេះទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះដែរយើងមានមាតិកាចំនួន3គឺទី1 image ទី2 table និងទី3 drawing ចាអញ្ចឹងនៅក្នុង insert tab គឺយើងប្រើដើម្បីបញ្ចូលធាតុផ្សេងៗចូលមកក្នុងសន្លឹកកិច្ចការរបស់យើងចាឧទាហរណ៍ដូចជារូបភាពឬក៏តារាងជាដើមដែល tool ទាំងអស់ហ្នឹងមាននៅក្នុងរូបភាពនៅផ្នែកខាងស្ដាំនៃអក្សររបស់យើងនេះចាយើងមាន image មាន table មាន drawing ចានឹងមាន tool ជាច្រើនទៀតដែលខ្ញុំនឹងបង្ហាញនៅវីដេអូបន្តទៀតចាសម្រាប់ image ចឹង image យើងប្រើដើម្បីទាញយករូបភាពចេញពីប្រភពផ្សេងៗចូលមកក្នុងសន្លឹកកិច្ចការនៃកម្មវិធី Google Doc របស់យើងចាអញ្ចឹងនៅក្នុង image យើងមាន6ចាទីតាំងដែលទីតាំងទី1នេះគឺ upload from computer ដែលយើងយករូបភាពទាញចេញពី computer file របស់យើងតែម្ដងចាទី2 search on web ចាអញ្ចឹងមានន័យថាទាញយករូបភាពពីអ៊ីនធឺណិតទី3 Drive ទាញយកពី Google Drive ទី4 Photos ទាញចេញពី Google Photos ទី5 by URL ចាទាញចេញពីដំណរភ្ជាប់ណាមួយដោយយើងគ្រាន់តែដាក់ link មកវាទាញតាមរយៈ link ហ្នឹងនិងទី6ទាញចេញពីកាមេរ៉ាកុំព្យូទ័ររបស់យើងចាបើយើងប្រើនៅលើទូរស័ព្ទដៃទាញចេញពីកាមេរ៉ាទូរស័ព្ទហ្នឹងទៅប៉ុន្តែដោយសារខ្ញុំកំពុងតែប្រើនៅលើកុំព្យូទ័រអញ្ចឹងវាទាញចេញពីកាមេរ៉ាកុំព្យូទ័រចាអញ្ចឹងឥឡូវយើងចូលទៅមើលចំណុចបន្តទៀតចាអញ្ចឹងនៅពេលដែលខ្ញុំទាញយករូបភាពចូលមកដល់ក្នុងសន្លឹកកិច្ចការរបស់យើងយើងត្រូវជ្រើសរើសប្រភេទនៃការបង្ហាញរូបភាពនៅផ្ទាំងខាងក្រោមចាអញ្ចឹងលោកគ្រូអ្នកគ្រូឃើញហើយនៅខាងក្រោមមុខភាពយើងមានប្រភេទនៃការបង្ហាញរូបភាពគេហៅថា image view ចាអញ្ចឹងយើងទៅមើលថាតើ image view ទី1ជាអ្វីចាអញ្ចឹង image view ទី1គឺ inline មានន័យថារូបភាពហើយនឹងអក្សរគឺនៅជួរជាមួយគ្នាទី2 wrap text ចាអញ្ចឹងអក្សរហើយនឹងរូបភាពគឺវាជ្រៀតរូបភាពហ្នឹងជ្រៀតចូលទៅក្នុងអក្សរចាដល់ពេលទី3នេះ break text អញ្ចឹងមានន័យថាបើសិនបើយើងដាក់រូបភាពនៅក្នុងអក្សរអញ្ចឹងវានឹងប្របែកមួយ paragraph មួយ paragraph អក្សរនៅចន្លោះ paragraph នៃរូបភាពដែលអត់ឲ្យអក្សរហ្នឹងវាចេញនៅផ្នែកជុំវិញរូបភាពបានទេចាទី4 behind text ចឹង behind text មានន័យថាបើសិនបើយើងរើស option មួយហ្នឹងវាធ្វើឲ្យរូបភាពរបស់យើងវានឹងនៅពីក្រោយអក្សរហើយចុងក្រោយគឺយើងប្រើ in front of text ចាជាទូទៅគឺយើងយក in front of text ដើម្បីយើងផ្លាស់ប្ដូរទីតាំងរូបភាពរបស់យើងបានងាយស្រួលប៉ុន្តែបើអត្ថបទរបស់យើងចង់ឲ្យបង្ហាញអក្សរនៅគៀនសងខាងនៃរូបភាពយើងអាចយកប្រភេទ wrap text ឬក៏ inline ចាអញ្ចឹងឧទាហរណ៍ដូចនៅក្នុងអត្ថបទនេះខ្ញុំចង់ឲ្យរូបភាពនៅផ្នែកខាងឆ្វេងនៃអក្សរហើយបន្ទាប់ពីរូបភាពទៅគឺត្រូវចេញអក្សរនៅផ្នែកខាងស្ដាំចាអញ្ចឹងយើងត្រូវយក option ទី2គឺ wrap text ចាមានន័យថាអក្សរហើយនឹងរូបភាពហ្នឹងគឺវានៅទន្ទឹមគ្នាបានចាចំណុចទី2 table ចា table ប្រើដើម្បីបង្កើតតារាងដើម្បីរៀបទិន្នន័យទៅតាមជួរដេកនិងជួរឈរនៅពេលយើងជ្រើសរើសតារាងយើងនឹងឃើញវាបង្ហាញលេខនៅផ្នែកខាងក្រោមដែលលេខខាងមុខជាជួរឈរហើយលេខខាងក្រោយគឺជាជួរដេកអញ្ចឹងលោកគ្រូអ្នកគ្រូពេលដែលចុចទៅលើ table លោកគ្រូអ្នកគ្រូនឹងឃើញ template នេះធ្លាក់មកអញ្ចឹង
dương mơ chu chó cứ column chàng chân column ở trong này dương miền pram column chàng chân khang khổ này vì bảo hành pram hai row bao dương miền buồn chàng chân khang khói này cứ buồn chàng chân column bảo hành muốn row bảo hành khói chàng chắc nó phải đại dươngประกาศ table ហើយយើងអាចបន្ថែម style ផ្សេងៗទៅលើតារាងរបស់យើងដែលទី1ចាទី1រូបភាពទី1គឺយើងចាចាក់ពណ៌ផ្ទៃរបស់កាឡាមានន័យថាយើងដាក់ពណ៌របស់ header table របស់យើងឲ្យវាចេញពណ៌ចាទី2គឺចាក់ពណ៌បន្ទាត់ជុំវិញចាអញ្ចឹងបន្ទាត់ជុំវិញនេះគឺយើងអាចដាក់ពណ៌បានហើយទី3កម្រាស់របស់បន្ទាត់អញ្ចឹងបើសិនបើតារាងរបស់យើងបន្ទាត់រៀងស្ដាងយើងអាចបន្លឿនកម្រាស់ឲ្យរៀងក្រាស់ជាងមុនហ្នឹងទៅហើយទី4ជំរឿផ្សេងទៀតរបស់តារាងអញ្ចឹងពេលដែលយើងចុចចូលទៅក្នុង table option យើងនឹងឃើញមានtool ផ្សេងទៀតដែលយើងអាចប្រើនៅលើ table ហ្នឹងចាអញ្ចឹងនេះពេលដែលយើងបានជ្រើសរើសនៅការកំណត់ពណ៌ឬក៏ប្រភេទ border ដែលយើងចង់បានហើយយើងនឹងបានលទ្ធផលប៉ុណ្ណេះ drawing យើងប្រើដើម្បីបញ្ចូលនៅប្រភេទរូបរាងផ្សេងដូចជាព្រួញរាងចតុកោណកែងនិងប្រភេទបន្ទាត់ជាដើមចាអញ្ចឹង drawing មានន័យថាយើងចង់គូសរូបបន្ថែមទៀតទៅលើ tool ដែលយើងមាននៅក្នុង insert នោះឧទាហរណ៍ថាយើងចង់បានរូប shape មួយដែលជាប្រភេទរង្វង់មូលចាអញ្ចឹងយើងអាចចូលទៅរកនៅក្នុង shape នឹងបានចាអញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូនៅក្នុងពេលអនុវត្តបន្តិចទៀតនេះចាឧទាហរណ៍ចាអញ្ចឹងខ្ញុំចង់បានរូបគូបចាដូចក្នុងនេះរូបគូបអញ្ចឹងលោកគ្រូអាចចូលកន្លែង shape នឹងមកហើយយក shape ហើយយករូបគូបមកអញ្ចឹងយើងអាចយកវាមកគូសកន្លែងនឹងបានចាហើយនេះជារាងស៊ីឡាំងអីចឹងទៅហើយនេះជារាង rectangle នេះជាប្រភេទអក្សរចានេះជារូបមុខ cycle ហើយនេះជារូបកាយរូបព្រះអាទិត្យអីចឹងទៅអញ្ចឹងវាមាននៅក្នុងនឹងស្រាប់ទៀតគឺយើងអាចគ្រាន់តែយកស្រឡាញ់អ្វីដែលយើងចង់បានទៅយើងយក mouse ទៅ select លើវាមកហើយយកវាមកគូសទៅលើផ្ទៃនេះបានចាអូខេអញ្ចឹងសម្រាប់ slide ខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងយើងនឹងចូលទៅអនុវត្តទាំងអស់គ្នាអញ្ចឹងយើងចុចបើក Google Chrome មកហើយបន្ទាប់មកយើងចូលទៅវាយអាស័យដ្ឋាន docs.google.com ចាអញ្ចឹងខ្ញុំនៅតែបើកកិច្ចការថ្ងៃមុនដដែលទេខ្ញុំចុចបើកមកបន្ទាប់មកខ្ញុំចូលមកក្នុង page ទី2អញ្ចឹងយើងចូលទៅក្នុង insert tab ដើម្បីធ្វើការប្រើប្រាស់នៅ tool ដែលមានចាទី1គឺ image ចាអញ្ចឹងនៅក្នុង image យើងឃើញថានេះគឺជាទីតាំងដែលយើងត្រូវការ insert រូបភាពចូលមកក្នុង Google Doc របស់យើងអញ្ចឹងឧទាហរណ៍ថាលោកគ្រូចង់ upload ចេញពី computer អញ្ចឹងយើងអាចចុចលើវាមកបន្ទាប់មកយើងទៅរកទីតាំងនៅលើ computer របស់យើងថាតើរូបភាពយើងដាក់នៅកន្លែងណាដើម្បី insert អញ្ចឹងពេលដែលលោកគ្រូចុចលើរករូបបានហើយលោកគ្រូអាចចុច insert មកដល់យើងចុច open ចាមួយទៀត search the web ចាអញ្ចឹងមានន័យថាយើងអាចស្វែងរករូបភាពបាននៅលើអ៊ីនធឺណិតឧទាហរណ៍ថាឥឡូវខ្ញុំចុចចូលទៅ search nature ចាអញ្ចឹងយើងហៅមើលរូបភាពណាដែលយើងស្រឡាញ់មកឧទាហរណ៍ថាខ្ញុំស្រឡាញ់រូបមួយនេះចាចុចលើវាហើយបន្ទាប់មកយកពាក្យថា insert អញ្ចឹងយើងនឹងបានរូបនេះមកចាអញ្ចឹងឥឡូវយើងទៅមើលបន្តទៀតថានៅក្នុងនោះមានអីខ្លះទៀត Drive អញ្ចឹង Drive គឺជាការ insert រូបភាពដែលទាញចេញពី Google Drive ចាអញ្ចឹងនៅក្នុង Google Drive យើងមានរូបភាពអីខ្លះយើងអាចទាញវាបញ្ចូលបានចាមានអីទៀតមាន Photo Google Photo
ប្រសិនបើលោកគ្រូអ្នកគ្រូបាន sign in Gmail account ដែលលោកគ្រូអ្នកគ្រូកំពុងតែប្រើនេះនៅលើទូរស័ព្ទដៃហើយទូរស័ព្ទដៃនោះមាន Google Photo ដែលធ្វើការ sync រូបភាពចេញពីទូរស័ព្ទចូល Google Photo ចឹងលោកគ្រូអ្នកគ្រូនឹងឃើញរូបភាពនឹងធ្លាក់មកកន្លែងនេះតែដោយសារតែ Gmail របស់ខ្ញុំអត់មានsync photo ចូល Google Photo ទេអញ្ចឹងបានជាអត់មានចាអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូចង់បានលោកគ្រូអ្នកគ្រូអាច insert មិញមកដូចមិញមួយទៀតកាមេរ៉ាអញ្ចឹងកាមេរ៉ាវានឹងបើកនៅកាមេរ៉ាទៅលើកាមេរ៉ាមានន័យថាយើងយករូបភាពចេញពីកាមេរ៉ារបស់យើងអញ្ចឹងយើងអាច screenshot យើងអាចថតមកថតហើយយើងអាច insert ចូលបានតែនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេមួយទៀតby URL អញ្ចឹងអានេះគឺយើង import រូបភាពដោយយើងមាន link ពីក្នុងឧទាហរណ៍ថាលោកគ្រូអ្នកគ្រូ search រូបចេញពី Google ឬក៏ចេញពី Google Plus អីផ្សេងៗលោកគ្រូអ្នកគ្រូអាច insert link នៅទីនេះបានចាអញ្ចឹងសម្រាប់ tool ដែលយើង insert រូបភាពហ្នឹងគឺមានតែប៉ុណ្ណឹងចាយើងចង់បានពីទីតាំងណាខ្លះយើងអាចចុចលើទីតាំងដែលយើងចង់បានឥឡូវយើងត្រឡប់ទៅមើលរូបភាពរបស់យើងចាអញ្ចឹងសម្រាប់រូបភាពរបស់យើងមាន5ចា image view នេះទី1គឺ inline ទី2 wrap text ទី3 break text ទី4 behind text និងទី5 in front of text ចាបើសិនបើលោកគ្រូអ្នកគ្រូគ្រាន់តែ insert មកដាក់ធម្មតាទេលោកគ្រូអ្នកគ្រូអាចយក in front of text ពួក in front of text យើងអាច move រូបភាពនឹងទៅទីតាំងកន្លែងផ្សេងឬក៏អាច break room អីបានងាយស្រួលអញ្ចឹងណាប៉ុន្តែបើសិនបើលោកគ្រូអ្នកគ្រូដាក់រូបភាពជាមួយអក្សរដូចក្នុង slide ដែលខ្ញុំបានបង្ហាញមិញអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកជា inline ឬក៏ wrap text ក៏បានដែរចាអញ្ចឹងយើងចូលទៅមួយទៀតគឺ table ចា table មានន័យថាយើងបង្កើតតារាងហើយតារាងនឹងដែរគឺយើងប្រើដើម្បីដាក់ទិន្នន័យដែលតម្រៀបវាទៅជាជួរឈរនិងជួរដេកដូចក្នុង slide ដែលខ្ញុំបានឲ្យនិយមន័យមិញដែរចាអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់បង្កើតតារាងមួយនៅខាងក្រោមអក្សរនេះចាអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលមកក្នុង insert យកពាក្យថា table ហើយឥឡូវខ្ញុំយក5 column ដូចគេមិញចុះហើយ4 row ចាអញ្ចឹងយើងចុច insert មកចាអញ្ចឹងយើងមកដល់កន្លែងនេះយើងនឹងឃើញខាងលើនេះគឺជា header ចាអញ្ចឹងឧទាហរណ៍ថា header របស់យើងមាន intro មាន name មាន gender មាន phone ចានឹងមាន address អញ្ចឹងខ្ញុំចង់ដាក់ពណ៌ដោយសារតែ header វាជាក្បាលតារាងរបស់យើងអញ្ចឹងយើងអាច select លើ header ទាំងមូលមកបន្ទាប់មកយើងចូលមកក្នុងនេះដើម្បីចាក់ពណ៌ឧទាហរណ៍ថាតារាងរបស់ខ្ញុំអាចពណ៌នេះចុះចាអញ្ចឹងវាចេញទាំងអស់អញ្ចឹងខ្ញុំចង់ដូរ color អក្សរទៀតអញ្ចឹង color នៅកន្លែងនេះគឺ border អញ្ចឹងអក្សរនៅខាងនេះអញ្ចឹងខ្ញុំដាក់ពណ៌ឲ្យរៀងភ្លឺបន្តិចទៅចានេះចាអញ្ចឹងទិន្នន័យខាងក្រោមអាចជាយើងមើលមកវាជា answer អញ្ចឹងជាលេខរៀងហើយកន្លែងនេះជាឈ្មោះជាភេទជាលេខទូរស័ព្ទជាអាសយដ្ឋានអញ្ចឹងទៅចាអញ្ចឹងកន្លែងនេះតកតងជាមួយនឹងតារាងហើយតារាងនឹងដែរបើសិនជាលោកគ្រូអ្នកគ្រូចង់ដូរពណ៌ចាអាចដូរពណ៌នៅក្នុងនេះបានឥឡូវខ្ញុំសាកដូរទៅពណ៌នេះចុះចាហើយកម្រាស់របស់វាខ្ញុំយករៀងក្រាស់បន្តិចចានេះអូខេអញ្ចឹងនេះតារាងរបស់យើងបានប៉ុណ្ណឹងចាអញ្ចឹងមួយទៀតគឺយើងចូលទៅ insert ដដែលហើយយើងចូលទៅ drawing ចាអញ្ចឹង drawing មានន័យថាយើងចង់គូររូបចាយើងចង់គូររូបដែលមាននៅក្នុង drawing នឹងអាចមានរូបដែលមានស្រាប់និងរូបដែលយើងចង់គូសបន្ថែមខ្លួនឯងអញ្ចឹងឥឡូវយើងចូលទៅ drawing ហើយយើងយក new
ចាអញ្ចឹងយើងចូលមកដល់កន្លែងនេះយើងនឹងឃើញមាន accent ចាដែលយើងអាច download មាន word art មាន copy មាន paste អីជាដើមហើយ undo មានន័យថាត្រឡប់សកម្មភាពរបស់យើងទៅម្ដងមួយដំណាក់កាលឬម្ដងមួយជំហានហើយ redo គឺត្រឡប់សកម្មភាពរបស់យើងទៅមុខនេះទៅក្រោយនេះទៅមុខវិញចាដូចវីដេអូដែលខ្ញុំបានបង្ហាញលោកគ្រូលើកមុនដែរចាកន្លែងនេះតកតងជាមួយនឹង Soul Ruler ចាយើងបង្ហាញបន្ទាត់ខាងលើហើយតកតងមួយ guide មានយើងបន្ថែមបន្ទាត់នៅខាងក្នុងហ្នឹងឧទាហរណ៍លើខ្ញុំបន្ថែមបន្ទាត់add vertical guide ចាអញ្ចឹងបន្ទាត់នេះចាំបើខ្ញុំចង់បានបន្ទាត់ខ្វែងមួយទៀត add horizontal guide ចានេះអញ្ចឹងបើយើងចង់ clear វាវិញយើងអាច clear guide ចាអញ្ចឹងវា clear វិញអញ្ចឹងទៅចំណុចមួយទៀតកន្លែងនេះយើងមកយើងប្រើ tool ដើម្បី select ចាអានេះយើងប្រើព្រួញសញ្ញាព្រួញដើម្បី select នេះអញ្ចឹងយើងទៅមួយទៀតគឺ save ចា save គឺជាកន្លែងដែលយើងអាចរើសនៅរូបរាងចតុកោណកែងត្រីកោណចាឬក៏ប្រភេទចតុកោណភ្នាយអីផ្សេងស៊ីឡាំងគូបអីចឹងទៅចាអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់បានគូបមួយអញ្ចឹងខ្ញុំចុចលើវាមកហើយខ្ញុំយកមកគូបចាអញ្ចឹងខ្ញុំនឹងបានគូបមួយហើយខ្ញុំចង់ចាក់ពណ៌វាអញ្ចឹង fill color សម្រាប់ផ្ទៃចាផ្ទៃរបស់វាខ្ញុំចង់ចាក់ពណ៌នេះចុះហើយ border color មានបន្ទាត់ដែលព័ទ្ធជុំវិញគូបហ្នឹងចាអញ្ចឹងខ្ញុំចង់ចាក់ពណ៌នេះចានេះអញ្ចឹងហ្នឹងគឺជា tool ដែលមាននៅក្នុងហ្នឹងហើយយើងអាច add shape អីផ្សេងទៀតបានយើងចង់គុំក៏បានឬក៏តោះថាឥឡូវចង់បានជាប្រភេទប្រមាណវិធីបុកដកគុណចែកអីផ្សេងនេះអញ្ចឹងនៅខាងក្រោមនេះចាអូខេហើយយើងអាចដូរពណ៌អីផ្សេងពណ៌ក្រហមអីចឹងទៅចាអញ្ចឹងនៅពេលដែលយើងគូសហើយគឺយើងធ្វើការ save and close អញ្ចឹងវានឹង save រូបភាពហ្នឹងនៅលើpage របស់ Google Doc របស់យើងហើយយើងអាចទាញវាទៅក្រោមបានទេដោយសារតែវាជាប់មុខងារ inline អញ្ចឹងយើងអាចដូរវាទៅ in front of text មកយើងនឹងអាចដូរទីតាំងវាបានចាចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាលោកគ្រូអាចនឹងយកទៅអនុវត្តដើម្បីធ្វើការងាររបស់លោកគ្រូជាប្រចាំថ្ងៃនឹងទទួលបានជោគជ័យចាសូមអរគុណសូមជម្រាបលា